ប្រទេសថៃបានកំពុងជួបប្រទះអគ្គិភ័យមួយចាប់តាំងពីរសៀលប្រហែលម៉ោង3ថ្ងៃព្រហស្បតិ៍ទី4ខែ12ឆ្នាំ2025រហូតដល់ព្រឹកថ្ងៃសុក្រទី5មិនទាន់រលត់តាមរយៈសារព័ត៌មានខៅសុតអគ្គិភ័យមួយនេះបានលេបត្របាក់រោងចក្រកែច្នៃក្រដាសមួយកន្លែងនៅក្នុងតំបន់ឧស្សាហកម្ម Golden Dragon ដែលស្ថិតនៅក្នុងខេត្តឈុនបុរីដែលជាខេត្តកំពុងរៀបចំព្រឹត្តិការណ៍ SEA Games ដែលថៃធ្វើជាម្ចាស់ផ្ទះ ជាសំណាងល្អកម្មករដែលកំពុងធ្វើការនៅទីនោះបានរត់រកកន្លែងមានសុវត្ថិភាពទាន់ពេលវេលាហេតុនេះពុំមានរបាយការណ៍អំពីការស្លាប់បាត់បង់ជីវិតនិងរងរបួសដោយសារអគ្គិភ័យមួយនេះទេអគ្គិភ័យមួយនេះបានធ្វើឲ្យអ្នកពន្លត់អគ្គិភ័យមានការឈឺក្បាលជាខ្លាំងពីព្រោះវាពិបាកក្នុងការគ្រប់គ្រងដោយសារតែក្នុងរោងចក្រសម្បូរទៅដោយក្រដាសបង្អាប់ដែលប្រៀបបានដូចជាមានប្រេងនៅក្នុងនោះអញ្ចឹង ម្យ៉ាងវិញទៀតដោយសារកម្លាំងបក់យ៉ាងខ្លាំងរបស់ខ្យល់បានធ្វើឲ្យអគ្គិភ័យមួយនេះរីករាលដាលយ៉ាងឆាប់រហ័សហើយធ្វើឲ្យអ្នកពន្លត់អគ្គិភ័យពិបាកក្នុងការគ្រប់គ្រង។